ទស្សនិកជនជាទីមេត្រីនេះគឺជាសត្វស្រមោចដែលត្រូវបានគេចាត់ទុកថាវាជាសត្វល្អិតដ៏ឆ្លាតវៃបំផុតមួយនៅលើភពផែនដីហើយរបៀបដែលពួកវាគ្រប់គ្រងអាណាចក្ររបស់ខ្លួនគឺជាប្រធានបទដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយនៅក្នុងពិភពសម្បុកស្រមោចនៅពេលដែលមានសមាជិកណាមួយបានងាប់បាត់បង់ជីវិតស្រមោចដទៃទៀតនឹងមិនមើលរំលងឡើយពួកវានឹងលើកសពមិត្តភ័ក្តិរបស់វាភ្លាមរួចសែងចេញទៅកាន់ទីកន្លែងជាក់លាក់មួយដែលគេហៅថាវាលភ្នោទីតាំងនៃវាលភ្នោនេះតែងតែស្ថិតនៅឆ្ងាយដាច់ដោយឡែកពីតំបន់រស់នៅដើម្បីរក្សាអនាម័យក្នុងសម្បុកនិងទប់ស្កាត់ការរីករាលដាលនៃមេរោគឬជំងឺឆ្លងដ៏កាចសាហាវផ្សេងៗប៉ុន្តែអ្វីដែលមនុស្សភាគច្រើនមិនធ្លាប់ដឹងនោះគឺប្រសិនបើស្រមោចណាមួយរងរបួសធ្ងន់ធ្ងរឬមានអារម្មណ៍ថាខ្លួនជិតដល់ថ្ងៃអវសានវានឹងមិនដេកចាំជំនួយពីអ្នកដទៃឡើយផ្ទុយទៅវិញវានឹងប្រឹងវាទៅកាន់វាលភ្នោនោះដោយខ្លួនឯងដើម្បីការពារសុវត្ថិភាពដល់អាណាចក្រទាំងមូលសូម្បីតែនៅក្នុងដង្ហើមចុងក្រោយក៏ដោយគ្មានការស្លន់ស្លោគ្មានការរារែកមានតែសភាវគតិសុទ្ធសាធទោះបីជាពួកវាជាសត្វដែលមានរូបរាងតូចល្អិតបំផុតប៉ុន្តែកម្រិតនៃវិន័យនិងស្មារតីលះបង់បែបនេះគឺជាអ្វីដែលសត្វដទៃទៀតស្ទើរតែមិនអាចធ្វើទៅបានស្រមោចពិតជាសត្វដែលដំណើរការជីវិតក្នុងកម្រិតមួយដ៏អស្ចារ្យលើពីការស្មានសូមប្រិមិត្តជួយចែករំលែកបន្តនៅវីដេអូនេះនិងសូមជួយចុច follow page RT News ដើម្បីទទួលបាននូវព័ត៌មាននិងចំណេះដឹងថ្មីៗបន្ថែមទៀត